បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញក្រៅទៀតហើយបាទបងប្អូនទាំងអស់គ្នាមកហូបច្រើនមុខមែនទែនហើយក៏មានត្រីច្រើនមុខទៀតបាទមានតាំងពីប៉ៅហ៊ឺបកងនេះក្តាមអាឡាស្កាសាច់ត្រីខ្មែរត្រីអីចម្រុះលាយគ្នាបាទបងប្អូនទាំងអស់គ្នាហើយក៏មកហូបនេះដែរយើងធ្វើតម្រូវឲ្យភ្ញៀវ12នាក់ទេបាទបងប្អូនទាំងអស់គ្នាហើយទៅធ្វើនៅផ្ទះកាត់តែម្ដងបាទនេះក៏ខ្ញុំត្រៀមអីវ៉ាន់នៅហាងសិនបាទត្រៀមឲ្យបាទយើងយកទៅរៀបចំនៅកន្លែងផ្ទះរបស់ភ្ញៀវបាទបងប្អូនទាំងអស់គ្នាហើយក៏បានក្តាមបានបង្កងមកក៏ចេញទៅបានមុននឹងចេញក៏មេឃភ្លៀងទៀតបាទបងប្អូនខ្យល់ឡើងខ្លាំងបាទតែយើងក៏ចេញទៅតាំងភ្លៀងដែរបាទឥឡូវបានមកដល់ផ្ទះភ្ញៀវក៏រៀបចំកន្លែងសិនបាទមើលត្រីមើលសាច់រៀបចំវាឲ្យស្អាតត្រឹមត្រូវសិនបាទយើងចាប់ផ្ដើមធ្វើជូនភ្ញៀវបាទបងប្អូនហើយនេះក៏មកចាស់ផ្ទះស្តុំសាកសិនបាទបងប្អូនទាំងអស់គ្នាក៏ចាត់តាមសំណុំពោនេះឲ្យបាទបងប្អូនរៀបចំជូនគាត់បាទមានតាំងពីអំបោះពងបាទមានសមត្ថធម្មតាជាមួយនឹងសាច់ក្តាមពងបាទសាច់ក្តាមនេះណែនតែម្ដងបាទបងប្អូនហើយនឹងពងចង្ហុយទៀតបាទយីរុំយើងរៀបដូចនៅអូម៉ាកាសេនៅក្នុងហាងនេះបាទតែយើងទៅរៀបចំនៅដល់ផ្ទះជូនកាត់បាទសាច់ក្តាមអាឡាស្កាអំពងហើយក៏រៀបចំជូនភ្ញៀវមកឈុតតូចសិនបាទដើម្បីហូបលេងបាទឥឡូវយើងក៏មកត្រៀមអីវ៉ាន់ដើម្បីរៀបចំជូនភ្ញៀវវគ្គដែលចេញមកហូបហើយបាទខ្ញុំក៏ចាប់ផ្ដើមកាត់បង្កងនេះហើយកាត់ដុំបាទដើម្បីធ្វើសាស៊ីមីបាទហើយឆេបទៅរៀបចំឌីគឺចានបាទជាមួយនឹងឈិបម៉ាប់បាទបងប្អូនទាំងអស់គ្នាខ្ញុំក៏មិនបង្អង់ទេបាទឥឡូវយើងក៏ចាប់ផ្ដើមចេញសាឡាត់មុនហើយចេញសាឡាត់បណ្ដើទៅពីសាឡាត់ក៏យើងចេញសាស៊ីមីនេះបាទហើយក៏ក្នុងសាស៊ីមីនោះដែរយើងមានត្រីសាម៉ុនមានអូតូរ៉ូមានសាច់ក្តាមអាឡាស្កាហើយជាមួយនឹងបង្កងនេះបាទបងប្អូនបង្កងនេះហើយមានម្ហូបជាច្រើនមុខទៀតដែលយើងមិនបានថតមានពេលថតជូនបងប្អូនមើលបានម្ហូបខ្លះក៏បានថតខ្លះក៏មិនបានថតដោយសារតែបញ្ញាប់ចេញម្ហូបអីតិនភ្ញៀវបាទបងប្អូនទាំងអស់គ្នានេះយកចាប់ផ្ដើមយកក្តាមមកដាក់ហើយនេះចេញម្ដងដុំប៉ាន់ណាណៃនេះបាទនិយាយពីក្តាមមួយនេះក៏ចេញបានច្រើនមុខមែនទែនបាទបងប្អូនអានេះក៏ដូចស្ទេកក្តាមនេះបាទចេញជាមួយនឹងស៊ីឆនសោះបាទឥឡូវក៏យើងចាប់ផ្ដើមចប់ហើយបាទនេះមានម្ហូបកញ្ចប់ស្លាត់ខ្លះអីនេះហើយបាទហើយក៏អរគុណបងប្អូនទាំងអស់គ្នាក៏អរគុណភ្ញៀវពិសេសមែនទែនបាទដែលបានឲ្យខ្ញុំទៅធ្វើនៅផ្ទះកាត់បាទអរគុណធំបាទ